ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះដែរគឺខ្ញុំធ្វើដំណើរទៅលេងរដ្ឋមីនីសូតារ៉ាបងអូនចាថ្ងៃទី19ខែ4 2025បងអូនចាហើយឥឡូវនេះគឺខ្ញុំទុំតែមានពេលកាត់វីដេអូហើយបង្ហោះចូល YouTube ចឹងណាបងអូនចាហើយឥឡូវគឺខ្ញុំធ្វើដំណើរមកដល់ខ្លងវាហើយបងអូនហើយវត្តនេះគឺមានទំហំធំខ្លាំងមែនទែនដូចជាច្រើនហាត់ដែរតែខ្ញុំអត់សូវច្បាស់ទេហើយកន្លែងទីធ្លាតុកឡានគឺធំហើយវត្តក៏ធំដែរបងអូនចាខ្ញុំឮបងធ្វើវីដេអូខ្លះក៏គាត់ថាវត្តនេះធំជាងគេនៅគ្រប់រដ្ឋចឹងណាធំជាងគេនៅនឹងចានៅមីនីសូតារ៉ាមបងអូនឥឡូវនេះគឺខ្ញុំធ្វើដំណើរមកដល់ហើយគេឈរតម្រង់ជូរបងអូនចាគឺចូលបន្ទប់ទឹកតម្រង់ជូរហើយខ្ញុំចូលមកដល់ហើយគឺរាល់កន្លែងចតឡានមិនចង់ឃើញទេបងអូនចាគឺច្រើនខ្លាំងមែនទែនបងមក state ផ្សេងក៏គាត់មកធ្វើបុណ្យនៅមីនីសូតារ៉ាមដែរបងអូនចាហើយខ្ញុំនៅរដ្ឋនឹងផ្ទាល់ដែរគឺជិះប្រហែលជាកន្លះម៉ោងទេគឺខ្ញុំដល់វត្តមីនីសូតារ៉ាមហើយឥឡូវគឺខ្ញុំបានចូលមកដល់ក្នុងហើយតែរាល់កន្លែងចតឡានអត់ឃើញបងអូនហើយមនុស្សច្រើនខ្លាំងមែនទែនបងខ្លះក៏គាត់មកពីរដ្ឋផ្សេងអញ្ចឹងណាគាត់មកធ្វើបុណ្យជុំគ្នាជុំបងប្អូនខ្មែរយើងនៅរដ្ឋមីនីសូតារ៉ាមបងហើយខ្ញុំទៅធ្វើដំណើរទៅមួយប្តីខ្ញុំនិងមិត្តភក្តិប្តីខ្ញុំអញ្ចឹងទៅហើយពងតែស្ទះចាគឺមុននឹងខ្ញុំចូលមកដល់គឺខ្ញុំស្ទះនៅខាងក្រៅហ្នឹងប្រហែលជាជិត1ម៉ោងដែរហើយឥឡូវរកកន្លែងចតឡានឃើញបងអូនចាឥឡូវធ្វើដំណើរចូលមកដើម្បីយើងដើរមើលទិញអីញ៉ាំសិនបងអូនចាគឺដើរមកជុំដើរមើលសិនតើមានអីទំនងគឺយើងចូលទិញតែម្ដងហើយឥឡូវនេះគឺគាត់មកដល់វត្តភ្លាមគឺមិត្តភក្តិប្តីខ្ញុំចង់ចូលបន្ទប់ទឹកឥឡូវចូលហើយឥឡូវនេះគឺខ្ញុំឃើញមនុស្សច្រើនពេកបងអូនចាខ្ញុំថតរៀងវល់តិចហើយបងអូនចាហើយមិនថាជនជាតិគេឬក៏ខ្មែរយើងទេគាត់មកសប្បាយជួបជុំខ្មែរយើងចូលឆ្នាំខ្មែរយើងបងអូនចាហើយមើលទៅសប្បាយមែនទែនបងអូនចាទីធ្លាវត្តធំហើយវត្តស្អាតទៀតបងអូនហើយសប្បាយមានអារម្មណ៍ថាសប្បាយដូចយើងនៅខ្មែរហើយមិនជនជាតិខ្មែរយើងច្រើនចាគាត់មកពី state ផ្សេងហើយនឹងនៅរដ្ឋមីនីសូតាផ្ទាល់ផងដែរខ្មែរយើងរស់នៅហើយមនុស្សច្រើនមែនតើបងអូនមានអារម្មណ៍ថាសប្បាយជួបបងប្អូនខ្មែរច្រើនអញ្ចឹងណាហើយឥឡូវនេះគឺបងអូនថតពីលើនេះមកបងអូនចាគ្រាន់ថតប៉ុណ្ណឹងគឺដឹងថាធំមែនតើហ្មងចានៅវត្តណាហើយមនុស្សច្រើនមែនតើបងអូនហើយនឹងកន្លែងស្តង់ដែលតម្រង់ជូរទិញអីញ៉ាំបងអូនចាពួកអីយើងទិញត្រូវតែតម្រង់ជូរបើមិនអញ្ចឹងទេអ្នកណាមកមុនគឺបានមុនអញ្ចឹងទៅហើយឥឡូវនេះគឺខ្ញុំដើរមកជុំហើយបងអូនចាកន្លែងធំដែរហើយកន្លែងលក់ក៏ច្រើនដែរប្រហែលជា50ស្តង់ជាងបងអូនចាប្រហែលជា50ចាស់ហើយឥឡូវនេះគឺខ្ញុំធ្វើដំណើរចេះដើរមើលនេះមើលនោះអញ្ចឹងទៅបងអូនកន្លែងណាទៅនោះគឺយើងចូលទិញទៅហើយបងអូនអាចចូលមកវត្តមួយផ្លេតបងអូនទិញនេះទិញនោះអស់ជិត200បាត់បងអូនហើយតែវាមិនថ្លៃយូរមកលេងម្ដងជុំបងប្អូនខ្មែរសិតតែខ្មែរបងអូនសប្បាយមានអារម្មណ៍ថាសប្បាយសម្បីតែជនជាតិគេក៏មកចូលរួមប្រពៃណីខ្មែរយើងដែរចូលឆ្នាំបងអូនហើយមានការរាំតយ៉ាំមានរាំជុំគ្នាចាគឺមានដូចអកេះចឹងណាបងអូនចាឥឡូវនេះថតទស្សនវិជ្ជាគេរាំហាយតយ៉ាំចឹងណាបងហើយបងខ្លះខ្ញុំសូមសរសើរជិះច្រើនម៉ោងមកដល់វត្តមីនីសូតារ៉ាមនៅ state ខុសគ្នាអញ្ចឹងណាគាត់មកធ្វើបុណ្យចាមានសទ្ធាធ្វើបុណ្យជិះមកឆ្ងាយមែនតែនចាហើយនៅកន្លែងនេះដែរគឺគេដាក់អកេះរាំអញ្ចឹងណាបងអូនសប្បាយខ្ញុំមើលទៅសប្បាយមែនតែនឥឡូវនេះគឺខ្ញុំមើលបន្តិចគឺខ្ញុំទៅទិញអីទៀតដែរចាគឺដើរមើលទិញអីញ៉ាំអញ្ចឹងទៅសប្បាយមែនតើបងអូនចាគឺច្រើនមនុស្សច្រើនមែនតើហើយមានបងប្អូនចូលរួមច្រើនខ្លាំងមែនខ្ញុំមកវត្តនេះបាន2ដងហើយបងអូនចាខ្ញុំនៅរដ្ឋមីនីសូតានឹងផ្ទាល់ដែរតែខ្ញុំអត់មានពេលមកហើយណាមួយប្តីខ្ញុំធ្វើការអញ្ចឹងណាហើយខ្ញុំមកបាន2ដងហើយវត្តនេះពិតជាធំមែនកាលខ្ញុំមកមុនដំបូងគឺខ្ញុំទៅដូចខ្មែរណាគឺមានអារម្មណ៍ថាដូចយើងនៅខ្មែរ
ហើយសំបីតជនជាតិគេមករំលេងសប្បាយជុំជនជាតិខ្មែរយើងដែរចូលឆ្នាំខ្មែរយើងអញ្ចឹងណាបងអូនចាហើយមើលពួកគាត់មើលទៅសប្បាយខ្លាំងមែនតើបងអូនអើយរំជុំគ្នាយូរជុំគ្នាម្ដងគឺសប្បាយណាស់ហើយខ្ញុំទុំតែមានពេលកាត់វីដេអូវែងអញ្ចឹងបងអូនបងគឺគាត់រំសំណាបងអូនហើយសប្បាយមើលទៅមើលពួកគាត់រំជុំគ្នាគឺសប្បាយមែនតើត្មងណាបងពេលខ្ញុំបង្ហោះ YouTube បងដែលនៅជាប់នឹងវីដេអូជួយ comment ម្នាក់មួយផងណាហើយសូមកុំប្រកាន់អីថតបង្ហោះចូល Facebook ហើយចាYouTube បងអូនចាអធិស្ឋានហើយកុំប្រកាន់អីណាបងអូនចាគឺថតចែកម្លែកជូនពុកម៉ែបងអូនមើលនៅស្រុកខ្មែរអញ្ចឹងថានៅអាមេរិកក៏ចូលឆ្នាំហើយសប្បាយដូចគ្នាបងអូន